ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយទាំងអស់គ្នាថ្ងៃនេះមកញ៉ាំបុកល្ហុងជាមួយនឹងខ្ញុំណាចាហើយតើពុកម៉ែបងប្អូនទាំងអស់គ្នាឃើញវីដេអូនេះនៅម៉ោងប្រហែលដែរជួយ comment ប្រាប់នេះខ្ញុំម្នាក់មួយផងណាហើយពេលដែលបានឃើញវីដេអូនេះហើយតើមានអារម្មណ៍យ៉ាងណាដែរហើយក៏ខ្ញុំសុំទោសផងដែរដែលខ្ញុំផុសទៅធ្វើឲ្យអ្នកទាំងអស់គ្នាទ្រាំទឹកលេបទឹកមាត់ទាំងយប់ហើយខ្ញុំឃើញពួកគាត់ទាំងពីរញ៉ាំនេះខ្ញុំអ្នកថតនេះគឺទ្រាំសឹងបានទេអ្នកទាំងអស់គ្នាខ្ញុំតុបអើយតុបក្នុងចិត្តចិត្តភ័យទៅអើយអស់លើហើយចេះខ្លាចអស់ខ្លួនឯងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយញ៉ាំមុខប្រហុងបែបនេះមករួមនឹងទេសភាពខ្យល់អាកាសអ្នកទាំងអស់គ្នាអើយព្រះសាហាវតែម្ដងហើយបុកល្ហុងយើងនេះម្ទេស5គ្រាប់អ្នកទាំងអស់គ្នាសាកសម័យមើលហើយនេះជាទេសភាពកន្លងជំវិញកន្លែងដែលយើងញ៉ាំមុខល្ហុងហ្នឹងគឺនៅផ្ទះមីនេះខ្ញុំតែម្ដងគឺ the best មកអ្នកទាំងអស់គ្នា the best លើ the bestញ៉ាំមុខប្រហុងបែបនេះមករួមនឹងទេសភាពខ្យល់អាកាសអ្នកទាំងអស់គ្នាអើយព្រះសាហាវតែម្ដងហើយបុកល្ហុងយើងនេះម្ទេស5គ្រាប់អ្នកទាំងអស់គ្នាសាកសម័យមើលហើយនេះជាទេសភាពកន្លងជំវិញកន្លែងដែលយើងញ៉ាំមុខល្ហុងហ្នឹងគឺនៅផ្ទះមីនេះខ្ញុំតែម្ដងគឺ the best មកអ្នកទាំងអស់គ្នា the best លើ the best